បាទទស្សដីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើវីដេអូដើម្បីបង្ហាញការអាប់ក្រេតប្រភេទ18គុណ zoom របស់យើងហើយបើសិនបើពុកម៉ែបងប្អូនមើលមួយផ្លែតបាទក្នុងវីដេអូនេះគឺយើងគិតថាវារូបរាងតែមួយចឹងណាប៉ុន្តែវាមានការអាប់ក្រេតបាទចំណុចខ្លះៗទៅលើប្រភេទ lens ហ្នឹងណាហើយខាងស្ដាំដៃខ្ញុំនេះគឺជាប្រភេទ lens 18គុណស៊េរីចាស់ហើយខាងឆ្វេងនេះគឺប្រភេទស៊េរីថ្មីមានការអាប់ក្រេតទៅលើចំណុចខ្លះៗដែរអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំធ្វើការបង្ហាញអញ្ចឹងសម្រាប់រូបរាង lens របស់យើងគឺដូចគ្នាទេប៉ុន្តែតកតងទៅនឹងបាទការវាយ brand name ទៅលើអក្សរអីហ្នឹងគឺខុសប្លែកជាងមុនអញ្ចឹងណាបាទខាងនេះអក្សរទូចនេះគឺយើងអាប់ក្រេតមានការវាយអក្សររាងធំច្បាស់ជាងមុន18គុណ25អញ្ចឹងបងប្អូនអាចមើលបាទខុសគ្នាចំណុចឡើងនេះមួយហើយមួយទៀតទៅលើប្រភេទបាទកញ្ចក់ lens ក៏គុណភាពល្អជាងមុនផងដែរទៅលើការថតបាទហើយមួយទៀតនោះគឺប្រភេទ clip ចាប់បាទអញ្ចឹងខាងឆ្វេងដៃនេះគឺជាប្រភេទ clip ស៊េរីថ្មីដែលយើងអាចបំពាក់ទៅលើ18គុណបាទខុសគ្នាទៅជាមួយនឹងស៊េរីចាស់ណាបាទស៊េរីចាស់រាងធំបាទអញ្ចឹងបើសម្រាប់រូបរាងគឺខុសគ្នាបានន័យថាការអាប់ក្រេតនេះប្រភេទ18គុណពីមុនគឺយើងប្រើបានតែជើងរបស់វាទេអាចាស់នេះយើងអាចប្រើជាមួយនឹងស៊េរី Pixel model ផ្សេងបានទេអញ្ចឹងទៅលើ clip នេះស៊េរីថ្មីនេះគឺយើងអាចប្រើប្រាស់ជាមួយនឹងស៊េរីលើនឹងបានបាទវាចាប់ត្រូវជាមួយគ្នាអញ្ចឹងណាអញ្ចឹងវាមានអាចដូចត្រូវជាមួយនឹងប្រភេទ22គុណឬមួយក៏30គុណ36គុណ60គុណបាទហើយជាមួយនឹងអា clip យើងប្រើប្រាស់ចាប់ពីខាងចំហៀងហ្នឹងក៏ប្រើត្រូវជាមួយនឹងប្រភេទហ្នឹងដែរបាទ clip ដែលយើងប្រើភាគច្រើនទៅលើ36គុណ60គុណអីហ្នឹងយើងចាប់ពីខាងអញ្ចឹងគឺយើងអាចចាប់បានជាមួយនឹង18គុណដូចគ្នាហើយសម្រាប់ស៊េរីចាស់នេះគឺប្រើបានតែប្រភេទ clip មួយនឹងទេអត់អាចត្រូវជាមួយនឹង model ផ្សេងបានទេអញ្ចឹងណាបងប្អូនទាំងគ្នាបាទនេះគឺចំណុចល្អម្ល៉េះបាទយើងចង់ចាប់ប្រភេទ clip នឹងក៏បានយើងចង់ទិញបន្ថែមក៏បានដែរ clip ដូចជាប្រភេទ60គុណអីចឹងទៅហ្នឹងហើយអញ្ចឹងរូបរាង clip នេះគឺខុសគ្នាណាបងប្អូនទាំងគ្នាគឺប្រភេទនេះមាំជាងបាទហើយតកតងនឹងការចាប់អីអាចនឹងល្អជាងមុនបាទគឺមានជើងទ្រាប់ពីក្រោមអីចឹងទៅជាប់ទ្រាប់ការពារទៅលើកញ្ចក់ហើយសម្រាប់ប្រភេទនេះគឺស៊េរីចាស់បែបនេះឯងបាទអញ្ចឹងនេះគឺជាការអាប់ក្រេតចំណុចមួយចំនួនបាទទៅលើ18គុណ25ដោយដែលខ្ញុំបានរៀបរាប់ជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនឹងធ្វើការតេស្តបាទខ្លះទៅលើការថតបាទជាមួយនឹង18គុណ zoom អញ្ចឹងសម្រាប់ lens zoom នៅពេលដែលយើងបំពាក់នៅលើទូរស័ព្ទដៃគឺវានឹង auto zoom ស្រាប់បាទគឺវា auto យើងមិនទាន់ zoom ក៏វាអាចនឹងទាញរូបភាពដែលឆ្ងាយនោះមកចិត្តស្រាប់ដែរហើយយើងអាចធ្វើការ zoom នៅលើអេក្រង់ទូរស័ព្ទដៃរបស់យើងបានបន្ថែមទៀតអញ្ចឹងខ្ញុំនឹងធ្វើការតេស្តចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងទស្សនាហើយខ្ញុំមួយអញ្ចឹងនេះគឺរយៈចម្ងាយដែលយើងធ្វើការថតប្រហែលជាចន្លោះ5-10ម៉ែត្រអីហ្នឹងពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងនេះគឺខ្ញុំធ្វើការតេស្ត